ថ្ងៃនេះគឺខ្ញុំមកចែករំលែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវរវាងកម្ពុជាថៃគឺយើងដឹងមកហើយថាបញ្ហានេះគឺនៅតែជាបញ្ហារសើបពាក់ព័ន្ធទៅលើរឿងព្រំដែននេះអាចនិយាយបានថាមកដល់ថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះគឺហាក់ដូចជាមានភាពគេថាឡើងកម្ដៅពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនឡើងកម្ដៅនោះដែលយើងមើលឃើញពីព័ត៌មានដែលបានផ្សព្វផ្សាយនៅឯប្រទេសថៃគឺពាក់ព័ន្ធទៅនឹងការចាប់ប្រកាន់មកលើប្រទេសកម្ពុជាដូចជាការផ្ទុះអាវុធជាដើមការផ្ទុះអាវុធនេះគឺកាលពីថ្ងៃទី25គឺបើយើងមើលឃើញពីការឆ្លើយតបពីភាគីកម្ពុជាគឺក្រសួងការពារជាតិកម្ពុជាគឺមិនបានបង្កនោះទេហើយបើយើងរាប់ពីអាវុធដែលបានផ្ទុះឡើងនោះអាចនិយាយបានថាសឹងតែ40គ្រាប់ឯណោះបាទព្រោះខាងក្រសួងការពារជាតិយើងគឺបានឆ្លើយតបបដិសេធក្នុងការផ្ទុះអាវុធនេះចំនួន2លើករួចមកហើយដែរកាលពីថ្ងៃម្សិលមិញបាទអញ្ចឹងមកដល់ពេលនេះយើងឃើញថាសភាពការនៅតែមានភាពផុយស្រួយនៅឡើយទេបានន័យថាប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលគាត់បានដឹងព័ត៌មានអីផ្សេងពាក់ព័ន្ធពីបញ្ហាព្រំដែននេះហើយគាត់នៅជាប់ជាមួយនឹងទីកន្លែងដែលប្រឈមនឹងការផ្ទុះអាវុធនោះគឺគាត់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់គាត់ហើយខាងភាគីថៃក៏ដូចគ្នាដែរគឺខាងភាគីថៃនោះគឺនៅខាងខេត្តត្រាតដែលជាប់ជាមួយខេត្តកោះកុងយើងក្តីឬក៏ខេត្តពោធិ៍សាត់យើងក្តីនោះគឺមានការជំលះប្រជាពលរដ្ឋរបស់គេចេញពីទីតាំងអស់ទាំងនោះដែរនឹងខេត្តស៊ីសាកេតជាដើមហើយជាស្ដែងខាងភាគីកម្ពុជាយើងក៏បានរកឃើញថាគឺមានការចោទប្រកាន់មកលើប្រទេសកម្ពុជាយើងដែលថាពលរដ្ឋកម្ពុជាយើងភាគីកម្ពុជាយើងបានឈ្លានពានទៅលើទីតាំងទាំង17របស់ប្រទេសថៃប៉ុន្តែជាស្ដែងគឺក្រសួងការបរទេសយើងក៏បានឆ្លើយតបច្រើនចោលអ្វីដែលជាការលើកឡើងរបស់ភាគីថៃផងដែរហើយខ្ញុំត្រឡប់មកវិញពាក់ព័ន្ធទៅនឹងការផ្ទុះអាវុធដែលកាលពីថ្ងៃម្សិលមិញក៏មានការឆ្លើយតបពីភាគីកម្ពុជាយើងត្រឡប់ទៅវិញដែរព្រោះបើមិនមានការឆ្លើយតបទេគឺអាចនិយាយបានថាធ្វើឲ្យមានការភ័ន្តច្រឡំអីផ្សេងវាបង្កទៅជាភាពតានតឹងបាទជាក់ស្ដែងនៅថ្ងៃនេះក៏មានការផ្សព្វផ្សាយដោយខាងគេហៅថាបណ្ដាញសង្គមនៅឯប្រទេសថៃក៏ដោយសារព័ត៌មានប្រទេសថៃដែរលើកឡើងពីការបណ្ដាញចោទប្រកាន់មកលើកម្ពុជាដូចជាការចលនាតបនិងសភាវុធហើយក្នុងនោះក៏មានភ្ជាប់រូបភាពមួយចំនួនមកជាមួយផងដែរដែលប្រការអស់ទាំងនេះធ្វើឲ្យភាគីកម្ពុជាយើងថ្ងៃនេះក៏មានការឆ្លើយតបទៅវិញគឺក្រសួងការពារជាតិក៏បានលើកឡើងចំពោះការឆ្លើយតបទៅវិញនេះគឺក្រសួងការពារជាតិគឺបានធ្វើការបដិសេធហើយក៏បានគូបញ្ជាក់បន្ថែមថាការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនខាងលើគឺមិនមែនជាការពិតនោះទេហើយទី2គឺចំពោះរូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ដែលមិនមែនជារូបភាពនៅក្នុងថ្ងៃនេះនោះទេនិងទី3កងកម្លាំងរបស់កម្ពុជាគឺមិនបានធ្វើសកម្មភាពបង្កហេតុឬក៏ធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទច្បាញ់ដូចជាការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះដែរបាទនេះគឺជាការឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជាត្រឡប់ទៅវិញហើយយើងក៏លេខទៅមើលសារព័ត៌មានថៃក៏បានផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងគោលបំណងនៃការធ្វើរបងព្រំដែនជាមួយកម្ពុជាហើយក្នុងនោះគឺទិសដៅរបស់ភាគីថៃនៃការធ្វើរបងនោះគឺនៅខេត្តស្រះកែវដែលខេត្តស្រះកែវរបស់ភាគីថៃនេះគឺជាប់នឹងខេត្តបន្ទាយមានជ័យរបស់យើងដែលគេគ្រោងធ្វើរហូតទៅដល់10គីឡូម៉ែត្រហើយគំនិតព្រួយផ្ដើមនេះដែលយើងទទួលបានព័ត៌មានការផ្សព្វផ្សាយនៅកាសែត Donation ថៃនោះគឺបានលើកឡើងពីការព្រួយផ្ដើមគំនិតពីគេហៅថាខ្សែរាជវង្សថៃគឺកូនស្រីរបស់ស្ដេចថៃមុនបានន័យថាស្ដេចថៃសោយទីវង្គតរាមាទី9ដែលបច្ចុប្បន្ននេះនៅអង្គម្ចាស់ក្សត្រីនេះជាប្អូនស្រីរបស់ស្ដេចរាមាទី10បច្ចុប្បន្ននេះបាទអញ្ចឹងគឺមានការព្រួយផ្ដើមហើយបានបរិច្ចាគនៅថវិការហូតទៅដល់1លានបាតដែលយើងសរុបមកគិតជាដុល្លារប្រហែលជា$30,000ជាងបាទ$30,000សហរដ្ឋអាមេរិកជាងក្នុងការព្រួយផ្ដើមនៃការគម្រោងធ្វើរបងព័ទ្ធជុំវិញនៅតាមព្រំដែនជាប់កម្ពុជានឹងប៉ុន្តែសរុបទឹកប្រាក់ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងគឺបានន័យថាគម្រោងនេះបើធ្វើទៅអាចខ្ទង់ចំណាយរហូតទៅដល់87លានបាតបាទដែលគិតជាដុល្លាររង្វង់$20លានជាងដែរអញ្ចឹងនេះ
ដែលខ្ញុំចង់រំលឹកនៅអ្វីដែលជាការកើតឡើងរវាងព្រឹត្តិការណ៍ថៃនិងកម្ពុជាអញ្ចឹងមកដល់ពេលនេះបើយើងតាមដានព្រឹត្តិការណ៍គឺបញ្ហាកើតឡើងគឺតាមរយៈបណ្ដាញសង្គមនោះគឺភាគីថៃតែងតែចោទប្រកាន់មកលើកម្ពុជាហើយទន្ទឹមនឹងការចោទប្រកាន់ផ្សេងៗដែលមិនមានភាពច្បាស់លាស់គឺភាគីកម្ពុជាយើងក៏បានឆ្លើយបដិសេធត្រឡប់ទៅវិញផងដែរហើយអ្វីៗដែលយើងបានមើលឃើញមួយចំនួនគឺទាំងសារព័ត៌មានឬក៏បណ្ដាញសង្គមពលរដ្ឋថៃមួយចំនួនយើងអាចមើលឃើញថាពេលខ្លះគាត់ហាក់ដូចជាមានការផ្សព្វផ្សាយនៅព័ត៌មានដែលយើងប្រើពាក្យថាដូចជាបញ្ឆេះកំហឹងបាទមិនទៅរកភាពសន្តិភាពជាមួយគ្នាហើយបើផ្សាយទៅក្នុងសារព័ត៌មានខាងភាគីថៃវិញគឺតែងតែផ្សាយក្នុងការចោទប្រកាន់មកលើកម្ពុជាយើងប៉ុន្តែអ្វីដែលយើងគិតជាវិជ្ជមានមកដល់ពេលនេះក៏មានការជួយអន្តរាគមន៍បន្ថែមទៀតឬក៏ជាការរីករាយមួយផងដែរដែលប្រធានអាស៊ានគឺលោកតែមានការសម្របសម្រួលរហូតទៅដល់កាលពីថ្ងៃម្សិលមិញនេះយើងឃើញថាប្រធានអាស៊ានអាដាមអានវ៉ាអ៊ីប្រាហ៊ីមបាទជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រធានអាស៊ានបដូវវេននេះក៏មានទំនាក់ទំនងទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពាក់ព័ន្ធទៅនឹងការជម្រាបជូននៅការវិវត្តទៅនៃបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃនេះហើយយើងក៏សូមអរគុណដល់សហរដ្ឋអាមេរិកផងដែរយើងឃើញថាមកដល់ពេលនេះគឺលោក Michelle Alfaro ក៏បានមកប្រទេសកម្ពុជាយើងនឹងក្រុមការងារជាលើកទី2ក្នុងការផ្ដិតយករូបភាពពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ផ្សេងៗដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងដោយដែលយើងបានឃើញហើយពាក់ព័ន្ធទៅនឹងគាត់ចុះទៅដល់ទីតាំងប្រជាពលរដ្ឋរបស់យើងដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់ភាគីថៃនេះបាទអញ្ចឹងគឺលោកបានចុះទៅដល់ទីតាំងផ្ទាល់មានការផ្សព្វផ្សាយផ្សេងៗនេះក៏ជាសម្លេងមួយទៅកាន់ពិភពលោកផងដែរហើយយើងក៏សង្ឃឹមដែរថាអន្តរជាតិនឹងចូលរួមដោះស្រាយបញ្ហាចំនួនរវាងកម្ពុជាជាមួយនឹងថៃនេះហើយយើងជាចុងក្រោយគឺយើងមិនភ្លេចទេពាក់ព័ន្ធទៅនឹងការចាប់ខ្លួនក៏ដូចជាការឃុំខ្លួននៅកងកម្លាំងកងទ័ពរបស់កម្ពុជាយើងទាំង18រូបដែលថៃចាប់ទៅនេះសូមឲ្យប្រគល់មកឲ្យកម្ពុជាវិញដោយគ្មានលក្ខខណ្ឌពីខ្ញុំបាទយូរ៉ាសូមអរគុណ